ជំរាបសួរបងប្អូនជនរួមជាទីគោរពថ្ងៃនេះគឺជាថ្ងៃច័ន្ទ8កើតថ្ងៃសីលខែចេសឆ្នាំមមែសប្បស័កពុទ្ធសករាជ2559ត្រូវនៅថ្ងៃទី25ខែឧសភាគ្រិស្តសករាជ2015នៅពេលនេះសូមអញ្ជើញបងប្អូនជនរួមជាតិតាមដានទស្សនាព័ត៌មានសង្ខេបនៅថ្ងៃនេះដូចតទៅដំណើររាជបកសង្គ្រោះជាតិបបួលលោកវ៉ាកំហុងជជែកដេញដោលគ្នាតាមប្រព័ន្ធផ្សព្វផ្សាយដំណើររាជគណៈបកសង្គ្រោះជាតិលោកអ៊ុំសំអានដែលបានរកឃើញថាមានការបាត់បង់ទឹកដីខ្មែរទៅវៀតណាមនៅច្រកតនហុនខេត្តកំពតប្រកាសបបួលប្រធានគណៈកម្មការព្រំដែនកម្ពុជាលោកវ៉ាកំហុងជជែកដេញដោលគ្នាតាមប្រព័ន្ធផ្សព្វផ្សាយដើម្បីអាចឲ្យប្រជាពលរដ្ឋវិនិច្ឆ័យថាមួយណាខុសត្រូវនេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រសម្លេងនៃប្រជាធិបតេយ្យ VOD កាលពីម្សិលមិញនេះគេហទំព័រសម្លេងនៃប្រជាធិបតេយ្យ VOD ដដែលនេះបានបន្ថែមឲ្យដឹងតាមរយៈលោកអ៊ុំសំអានប្រាប់នៅយប់ថ្ងៃអាទិត្យម្សិលមិញថាក្រោយពីលោកវ៉ាកំហុងបានបកស្រាយនៅក្នុងវេទិកាទុកមូលដែលរៀបចំដោយទីស្តីការគណៈរដ្ឋមន្ត្រីប្រជាពលរដ្ឋខ្លះជឿលើការបញ្យល់របស់លោកវ៉ាកំហុងប៉ុន្តែលោកថាប្រជាពលរដ្ឋមួយចំនួនទៀតក៏ជឿលើការបកស្រាយរបស់លោកផងដែរលោកស្នើឲ្យមានការជជែកដេញដោលគ្នាដើម្បីឲ្យប្រជាពលរដ្ឋអាចវិនិច្ឆ័យបានដោយខ្លួនឯងលោកបញ្ជាក់ថាយើងចង់ឲ្យមានការសួរដេញដោលគ្នាដើម្បីអាចឲ្យប្រជាពលរដ្ឋវិនិច្ឆ័យបានប្រជាពលរដ្ឋពិបាកក្នុងការវិនិច្ឆ័យវប្បធម៌នៃការសួរដេញដោលនេះមាននៅសហរដ្ឋអាមេរិកនៅពេលមាន Presidential Campaign យុទ្ធនាការបោះឆ្នោតជ្រើសរើសប្រធានាធិបតីវាជាវប្បធម៌ល្អក្នុងប្រទេសលទ្ធិប្រជាធិបតេយ្យលោកអ៊ុំសំអាតបញ្ជាក់បន្ថែមថាលោកវ៉ាកំហុងថាការដោះស្រាយបញ្ហាព្រំដែនមិនមែនជាការងាររបស់នីតិបញ្ញត្តិទេមានន័យថាកុំឲ្យដំណើររាជលូកដៃប៉ុន្តែគាត់ភ្លេចមើលមាត្រា121ថ្មីនៃរដ្ឋធម្មនុញ្ញដែលចែងថាសមាជិករាជរដ្ឋាភិបាលទទួលខុសត្រូវចំពោះរដ្ឋសភាលោកអ៊ុំសំអាតឲ្យដឹងទៀតថាលោកហៅណាំហុងរដ្ឋមន្ត្រីក្រសួងការបរទេសមិនមានជំនាញខាងព្រំដែននោះទេគាត់និយាយរបៀបនយោបាយដូច្នេះមិនអាចដេញដោលលើបញ្ហានេះបានទេលោកអ៊ុំសំអានឲ្យដឹងថាលោកវ៉ាកំហុងមិនបានយកផែនទីដែលតម្កល់នៅអង្គការសហប្រជាជាតិមកបកស្រាយនោះទេដែលនាំឲ្យមានការបញ្ជាក់ថាมันមានប្រឡាយ79នៅខេត្តកំពតលោកបញ្ជាក់ថាព្រោះផែនទីតម្កល់នៅអង្គការសហប្រជាជាតិធ្វើឡើងនៅឆ្នាំ1952ហើយប្រឡាយ79យួនជីកឆ្នាំ1979ធ្វើមិនប្រឡាយ79ជីក27ឆ្នាំក្រោយឆ្នាំ1952ទៅនៅក្នុងផែនទីធ្វើឡើងនៅឆ្នាំ1952ទៅកើតដូច្នេះមានតែបំភ្លេចប្រឡាយ79ទៅផ្លូវលំលោកអ៊ុំសំអាននឹងកោះហៅមន្ត្រីរដ្ឋាភិបាលទាំងពីររូបនោះមកបំភ្លឺក្នុងសភាពេញអង្គដោយការបំភ្លឺរបស់លោកនាយរដ្ឋមន្ត្រីហ៊ុនសែនអំពីបញ្ហាព្រំដែនកាលពីឆ្នាំ2012ប៉ុន្តែលោកថាលោកនឹងទាមទារឲ្យមានការសួរដេញដោលគ្នាលោកថានៅសប្តាហ៍ក្រោយលោកនឹងពិភាក្សាជាមួយដំណើររាជផ្សេងទៀតទៅលើលិខិតដែលលោកគ្រោងដាក់នៅរដ្ឋសភាគួរបញ្ជាក់ថានៅពេលថ្មីនេះលោកអ៊ុំសំអានតាមរយៈប្រធានរដ្ឋសភាលោកហេងសំរិនបានជំរុញឲ្យរដ្ឋាភិបាលបំភ្លឺនៅអ្វីដែលដំណើររាជរូបនោះអះអាងថាវៀតណាមបានរំកិលព្រំដែនរំលោភចូលដីកម្ពុជា1គីឡូម៉ែត្រក្នុងខេត្តកំពតលោកហៅនំហុងថ្មីនេះបានអះអាងថាប្រជាពលរដ្ឋខ្មែរនៅភូមិជើងឃុំជាំស្រុកមេមត់ខេត្តត្បូងឃ្មុំបានដាំដំណាំចូលទឹកដីវៀតណាមអាតហុកស្នើឲ្យក្រសួងការងារជួយអន្តរាគមន៍រកដំណោះស្រាយឲ្យពលករបើយោងតាមគេហទំព័រភ្នំពេញប៉ុស្តិ៍បានចុះផ្សាយឲ្យដឹងថាសមាគមការពារសិទ្ធិមនុស្សអាត6បានស្នើក្រសួងការងារនៅបណ្ដាវិជ្ជាជីវៈជាថ្មីជួយអន្តរាគមន៍ទៅក្រុមហ៊ុនជ្រើសរើសពលករ Rice Natural និង Century Manpower ឲ្យសងប្រាក់ទៅឲ្យពលករវិញនិងសំណងខូចខាតព្រមទាំងចាត់វិធានការផ្លូវច្បាប់ចំពោះជនឆបោកខណៈដែលចំនួនជនរងគ្រោះដែលបានដាក់ពាក្យបណ្ដឹងនៅសមាគមនេះបានកើនឡើងដល់230នាក់គេហទំព័រភ្នំពេញប៉ុស្តិ៍ដដែលនេះបានបង្ហាញឲ្យដឹងតាមរយៈមន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ផ្នែកស្ត្រីកុមារនិងការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការរបស់សមាគមអាត6អ្នកស្រីលឹមមុនីថ្លែងថាគិតមកដល់ថ្ងៃពុធអាត6បានទទួលពាក្យបណ្ដឹងពីពលកររងគ្រោះកើតដល់230នាក់ក្រោយពីបានទទួលពាក្យបណ្ដឹងនេះអាត6បានធ្វើលិខិតស្នើសុំអន្តរាគមន៍ជាថ្មីទៅកាន់ក្រសួងការងារដែលភ្ជាប់ជាមួយពាក្យបណ្ដឹងរបស់ពលករដើម្បីឲ្យក្រសួងចាត់វិធានការទៅក្រុមហ៊ុនឲ្យសងប្រាក់ដែលពលករបានបង់និងប្រាក់សំណងការខូចខាតទៅពលករវិញព្រមទាំងផ្តន្ទាទោសចំពោះជនឆបោកដែលច្រកក្រោមស្លាកក្រុមហ៊ុនជ្រើសរើសពលករផងដែរជាមួយគ្នានេះដែរពលកររងគ្រោះជិត200នាក់មកពីបណ្ដាខេត្តផ្សេងៗដែលចាញ់បោកក្រុមហ៊ុនទាំងពីរនេះក៏បាននាំគ្នាប្រមូលផ្ដុំនៅមុខក្រសួងការងារផងដែរលោកជុនភក្តីអាយុ28ឆ្នាំអះអាងជាតំណាងពលករបានឲ្យដឹងថាព
ពួកគាត់បានទៅក្រសួងការងាររយៈពេល2ថ្ងៃហើយដើម្បីរងចាំយកសំណងពីក្រុមហ៊ុនប៉ុន្តែពុំទទួលបានការឆ្លើយតបទេទើបពួកគាត់ខ្លះត្រឡប់ទៅផ្ទះវិញអ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោកហេងសួរមិនអាចសុំការអធិប្បាយបានទេប៉ុន្តែកាលពីថ្ងៃទី19ឧសភាលោកធ្លាប់ប្រាប់ថាក្រុមហ៊ុនបានផ្ដល់សំណងដល់ពលករចំនួន26នាក់ស្មើនឹងទឹកប្រាក់$9,400អ្នកភូមិជិត400គ្រួសារនឹងទទួលបានដីមួយផ្នែកនៅតំបន់ជ្រោយចង្វាលោកអ្នកនាងជាទីមេត្រីតាមការចុះផ្សាយរបស់គេហទំព័រ Cambodia Daily បានឲ្យដឹងថាយោងតាមអភិបាលខណ្ឌជ្រោយចង្វាបានឲ្យដឹងថាក្រសួងជិត400ដែលអះអាងសិទ្ធិកាន់កាប់ដីនៅក្នុងតំបន់ដែលគេបំរុងទុកសម្រាប់គម្រោងអភិវឌ្ឍមានទឹកប្រាក់$3,000 លានក្នុងតំបន់ជ្រោយចង្វានោះនឹងត្រូវផ្ដល់ឲ្យនៅដីរួមទំហំ28ហិកតាគេហទំព័រ Cambodia Daily ដដែលនេះបានបញ្ជាក់ឲ្យដឹងតាមរយៈលោកឃ្លាំងហួតបានប្រកាសពេលជួបប្រជុំជាមួយអ្នកភូមិចំនួន374គ្រួសារដែលមកពីសង្កាត់ព្រៃតាសេកនិងដែលប្រឆាំងនឹងការរុះរើផ្ទះរបស់ពួកគាត់ដើម្បីបើកផ្លូវសម្រាប់គម្រោងរបស់ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ជាយូរមកហើយនោះថាសាលារដ្ឋាភិបាលភ្នំពេញនឹងកាត់ដីមួយផ្នែកចេញពីដីសម្បត្តិទំហំ387ហិកតាឲ្យគ្រួសារទាំងនេះលោកឃ្លាំងហួតបានលើកឡើងទៀតថាលោកនឹងសុំសាលារដ្ឋាភិបាលឲ្យស្នើទៅរដ្ឋាភិបាលដើម្បីចេញបានកម្មសិទ្ធិដីធ្លីជូនអ្នកភូមិទាំងនេះកាលពីខែកុម្ភៈសាលារដ្ឋាភិបាលភ្នំពេញបានលើកឡើងថាខ្លួននឹងបែងចែកដីរបស់ក្រុមហ៊ុន OCIC នៅក្នុងតំបន់ជ្រោយចង្វាដែលផ្ដល់ 10% ទៅឲ្យអ្នកភូមិដែលអះអាងសិទ្ធិកាន់កាប់ដីនេះដីមានវិវាទដែលភាគច្រើនត្រូវបានគេបូមខ្សាច់ពីចំណុចប្រសពនៃទន្លេមេគង្គនិងទន្លេសាបមកចាក់បំពេញនោះរួមមានផ្នែកនៃសង្កាត់ជ្រោយចង្វាសង្កាត់ព្រែកតាសេកនិងសង្កាត់ព្រែកលៀបលោកឃ្លាំងហួតបានលើកឡើងថាតើអ្នកភូមិនៅក្នុងសង្កាត់ផ្សេងៗនឹងទទួលបានដីដែរឬក៏អត់លោកសំសៀងអាយុ64ឆ្នាំជាអ្នកភូមិនៅក្នុងភូមិព្រែកតាសេកបានស្វាគមន៍ចំពោះការប្រកាសរបស់អភិបាលខណ្ឌលោកបានមានប្រសាសន៍ថាលោកពិតជាសប្បាយចិត្តណាស់ដែលបានឮអំពីការសម្រេចចិត្តនេះប៉ុន្តែលោកនៅមិនទាន់ជឿជាក់ 100% ឡើយព្រោះពួកយើងនៅមិនទាន់ទទួលបានកម្មសិទ្ធិដីធ្លីនៅឡើយទេសូម្បីតែម្នាក់ទោះជាយ៉ាងណាអ្នកភូមិចំនួន18គ្រួសារនៅក្នុងសង្កាត់ព្រែកតាសេកដែលផ្ទះរបស់ពួកគាត់ស្ថិតនៅភាគខាងជើងនៃផ្លូវដែលត្រូវបានស្ថាបនាដោយក្រុមហ៊ុន OCIC នោះមិនរាប់បញ្ចូលក្នុងសេចក្តីសម្រេចនោះទេនេះបើយោងតាមលោកឃ្លាំងហួតជនជាតិយួនចូលមកលួចឆ្នោតនិងប្រកបរបររកស៊ីលើទឹកដីខ្មែរក្នុងខេត្តស្វាយរៀងយ៉ាងអនាធិបតេយ្យបើយោងតាមគេហទំព័រមនសិការខ្មែរបានចុះផ្សាយឲ្យដឹងថាជាច្រើនឆ្នាំមកហើយដែលជនជាតិយួនចូលមកលួចឆ្នោតនិងប្រកបរបររកស៊ីលើទឹកដីខ្មែរតាមតំបន់ព្រំដែនក្នុងខេត្តស្វាយរៀងយ៉ាងអនាធិបតេយ្យហើយលោកជាងអំជាអភិបាលខេត្តនិងសមត្ថកិច្ចច្រកព្រំដែននិងច្រករបៀងមិនចាត់វិធានការទប់ស្កាត់នោះទេឥឡូវនេះប្រជាពលរដ្ឋនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តស្វាយរៀងបានអំពាវនាវឲ្យមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចចាត់វិធានការទៅលើជនជាតិយួនដែលចូលមកលួចឆ្នោតយ៉ាងកក្រឹកកក្រែងហើយបង្កផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរផងដែរសេចក្តីអំពាវនាវបែបនេះបានកើតឡើងនៅពេលដែលមានជនជាតិយួនកាន់តែច្រើនបានឆ្លងដែនចូលមករស់នៅនិងដើរលួចឆ្នោតទូទាំងខេត្តស្វាយរៀងក្នុងតម្លៃមួយសន្លឹក$2,000ឬស្មើ$10,000ដុល្លារយួនគេហទំព័រមនសិការខ្មែរដដែលនេះបានបង្ហាញឲ្យដឹងតាមរយៈប្រជាពលរដ្ឋនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានរិះគន់ថាការដែលជនជាតិយួនអាចចូលមកលួចឆ្នោតរស់នៅនិងប្រកបរបររកស៊ីលើទឹកដីខ្មែរបែបនេះគឺដោយសារមានការបើកដៃពីសមត្ថកិច្ចតាមតំបន់ព្រំដែនក៏ដូចជាមន្ត្រីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងខេត្តស្វាយរៀងប្រជាពលរដ្ឋរស់នៅក្រុងបាវិតបានឲ្យដឹងថាជនជាតិយួនទាំងនោះមិនសូវចេះនិយាយភាសាខ្មែរទេហើយអ្នកខ្លះមិនចេះនិយាយភាសាខ្មែរទាល់តែសោះបានមកប្រកបរបររកស៊ីខុសច្បាប់នៅលើទឹកដីខ្មែរក្នុងមួយថ្ងៃរាប់ពាន់រាប់ម៉ឺននាក់ជាពិសេសមុខរបរលួចឆ្នោតនិងកន្ទុយលេខប្រជាពលរដ្ឋក្នុងក្រុងបាវិតក៏ដូចជាក្រុងស្វាយរៀងបានរិះគន់ថាបើមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចនៅតែមិនចាត់វិធានការទប់ស្កាត់ទេនោះនឹងនាំឲ្យមានផលវិបាកធ្ងន់ធ្ងរនាពេលអនាគតព្រោះជនជាតិយួនចូលមករស់នៅនិងប្រកបរបររកស៊ីលើទឹកដីខ្មែរកាន់តែច្រើនឡើងប្រជាពលរដ្ឋខ្មែររស់នៅតាមតំបន់ព្រំដែនក្នុងក្រុងបាវិតស្រុកចន្ទ្រានិងស្រុកកំពង់រោទបានឲ្យដឹងថាជនជាតិយួនជិះម៉ូតូដើរលួចឆ្នោតតាមផ្ទះប្រជាពលរដ្ឋខ្មែរដោយមិនញញើតសមត្ថកិច្ចនិងមន្ត្រីអាជ្ញាធរខ្មែរទាល់តែសោះបញ្ហានេះលោកជាងអំដែលជាអភិបាលខេត្តស្វាយរៀងនិងលោកកឹងខនស្នងការនគរបាលខេត្តស្វាយរៀងមិនត្រូវប្រងើយកន្តើយតទៅទៀតទេព្រោះអាចនាំឲ្យមានគ្រោះថ្នាក់ដល់សង្គមខ្មែរនាពេលអនាគតជាងនេះទៅទៀត
ប្រជាពលរដ្ឋខ្មែររស់នៅតាមតំបន់ព្រំដែនក្នុងខេត្តព្រៃវែងនិងខេត្តកណ្ដាលក៏បានឲ្យដឹងដែរថាសកម្មភាពជនជាតិយួនចូលមកលួចឆ្នោតខុសច្បាប់គឺកើតឡើងដោយសារតែសមត្ថកិច្ចតាមព្រំដែននិងមន្ត្រីអាជ្ញាធរខ្មែរដែលគិតគូរតែរឿងផលប្រយោជន៍ផ្ទាល់ខ្លួនកម្មករជិត 2000 នាក់នៅខេត្តតាកែវធ្វើបាតកម្មត្រឡប់មកឯគេហទំព័រអាស៊ីសេរីវិញបានចុះផ្សាយឲ្យដឹងថាកម្មករជិត 2000 នាក់នៃរោងចក្រផលិតស្បែកជើងអ៊ីជេងដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ 3 ភូមិតាំងដូងឃុំតាំងដូងស្រុកបាទីខេត្តតាកែវបានតវ៉ានៅខាងមុខរោងចក្រដោយមិនព្រមចូលធ្វើការ3ថ្ងៃជាប់គ្នាដើម្បីទាមទារឲ្យថ្នាក់ដឹកនាំសហជីពបានចូលធ្វើការវិញនិងគោរពលក្ខខណ្ឌការងារល្អការតវ៉ាជាច្រើនថ្ងៃនោះដោយសារតែថៅកែរោងចក្រមិនព្រមទទួលយកសំណើរបស់ពួកគេកម្មកររោងចក្រផលិតស្បែកជើងអ៊ីជេងចោទប្រកាន់ថាថៅកែក្រុមហ៊ុនបានបញ្ឈប់ថ្នាក់ដឹកនាំសហជីពចំនួន5នាក់ដែលគ្មានហេតុផលច្បាស់លាស់ហើយស្នើឲ្យក្រុមហ៊ុននេះទទួលខុសត្រូវគេហទំព័រអាស៊ីសេរីដដែលនេះបានលើកឡើងឲ្យដឹងតាមរយៈកម្មការិនីម្នាក់ក្នុងចំណោមអ្នកតវ៉ាផ្សេងទៀតលោកស្រីប៉ែតឌីណាបានឲ្យដឹងថាក្រុមកម្មករបានចាប់ផ្ដើមធ្វើកតកម្មនេះចាប់តាំងពីថ្ងៃទី20 ខែឧសភាមកប៉ុន្តែពុំទាន់មានដំណោះស្រាយនៅឡើយពីក្រុមហ៊ុនលោកស្រីនិងកម្មករយល់ថាទង្វើរបស់ក្រុមហ៊ុនដែលបញ្ឈប់សហជីពរបស់ពួកគេនៅពេលនេះគឺកំពុងគៀបសង្កត់ទៅលើផលប្រយោជន៍របស់កម្មករក្រុមកម្មកររោងចក្រផលិតស្បែកជើងអ៊ីជេងបានឲ្យដឹងថាក្រៅពីតវ៉ាទាមទារសូមឲ្យក្រុមហ៊ុនព្រមឲ្យសហជីពពួកគេចំនួន5នាក់ចូលធ្វើការវិញក្នុងនោះក៏មានការទាមទារលក្ខខណ្ឌការងារល្អចំនួន10ចំណុចទៀតរួមមានសូមឲ្យទទួលយកលិខិតឬសម្បត្តិបញ្ជាក់ពីមន្ទីរពេទ្យឯកជនដែលទទួលស្គាល់ដោយក្រសួងសុខាភិបាលត្រឹមត្រូវសូមឲ្យក្រុមហ៊ុនផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តជារៀងរាល់សប្តាហ៍ដល់កម្មករសូមឲ្យរៀបចំកន្លែងដាក់កង់ម៉ូតូឲ្យធំទូលាយសូមឲ្យបើកប្រាក់ថ្លៃបាយនិងការងារថ្ងៃបុណ្យសូមបញ្ឈប់ការប្រើកម្មករឲ្យធ្វើជាអ្នកអនាម័យនិងចំណុចផ្សេងទៀតដែលក្រុមអ្នកតវ៉ាកំណត់ក្នុងគោលដៅតវ៉ានិងទាមទារឲ្យមានដំណោះស្រាយជាបន្ទាន់ចំណែកឯតំណាងសហជីពកម្មករម្នាក់ក្នុងចំណោមថ្នាក់ដឹកនាំសហជីព5នាក់ដែលត្រូវបានក្រុមហ៊ុនបញ្ឈប់កាលពីថ្ងៃទី18 ខែឧសភាកន្លងទៅលោកស៊ុនសុងចាត់ទុកថាការបញ្ឈប់របស់ថៅកែក្រុមហ៊ុនមកលើរូបលោកនិងសហជីពផ្សេងទៀតគឺជារឿងមិនត្រឹមត្រូវនិងមិនស្របទៅតាមសិទ្ធិការងារមន្ត្រីសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាហៅកាត់ថាស៊ីខាឌូលោកនៃប៊ុនធឿនដែលបានចូលរួមសង្កេតការណ៍ជាមួយសកម្មភាពតវ៉ារបស់កម្មករនេះយល់ថាក្រុមហ៊ុនមិនបានគោរពលក្ខខណ្ឌការងារកម្មករនិងរំលោភសន្ធិសញ្ញារបស់អង្គការអន្តរជាតិខាងការងារ ILO លោកថាសហជីពរបស់លោកបានយកសំណើរបស់កម្មករទៅដាក់ជូនក្រុមហ៊ុនពីរដងរួចហើយតែរហូតមកដល់ពេលនេះមិនទាន់មានការឆ្លើយតបពីក្រុមហ៊ុននៅឡើយទោះជាយ៉ាងណាកម្មកររោងចក្រផលិតស្បែកជើងអ៊ីជេងនៅតែប្រកាន់គោលជំហរនិងបន្តប្រមូលផ្ដុំគ្នាតវ៉ានៅថ្ងៃទី25 ខែឧសភាដរាបណាគ្មានដំណោះស្រាយជូនពួកគេប្រធានាធិបតីស្រីលង្កាសន្យានាំអ ுக ្រិតជនសង្គ្រាមឡើងតុលាការងាកមកឯព័ត៌មានអន្តរជាតិនៃគេហទំព័រសម្លេងនៃប្រជាធិបតេយ្យ VOD បានចុះផ្សាយឲ្យដឹងថាប្រធានាធិបតីស្រីលង្កាសន្យានាំជនអ ுக ្រិតនៃអ ுக ្រិតកម្មសង្គ្រាមប្រឈមមុខនឹងតុលាការខណៈលោកអះអាងថាការស៊ើបអង្កេតប្រឆាំងទាំងជននេះនឹងចាប់ផ្ដើមនៅខែមិថុនាគេហទំព័រសម្លេងនៃប្រជាធិបតេយ្យ VOD ដដែលនេះបានលើកឡើងឲ្យដឹងតាមរយៈលោកម៉ៃត្រីប៉ាឡាសេរីសេណាបានថ្លែងថាលោកបានអត់ឱនឲ្យក្រុមអ ுக ្រិតជនទាំងនោះឲ្យមានសេរីភាពបើទោះជាបច្ចុប្បន្ននេះប្រទេសស្រីលង្កាត្រូវការផ្សះផ្សាជាតិក៏ដោយលោកប្រធានាធិបតីស្រីលង្កាបានថ្លែងដូចនេះបន្ទាប់ពីលោកទទួលសម្ពាធពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលជំរុញឲ្យរដ្ឋាភិបាលថ្មីស្រីលង្កានាំជនអ ுக ្រិតនៃសម័យសង្គ្រាមមកផ្ដន្ទាទោសនៅពេលជាមួយគ្នានេះលោកប្រធានាធិបតីបានបញ្ជាក់ថាការស៊ើបអង្កេតប្រឆាំងនឹងជនអ ுக ្រិតនោះនឹងធ្វើឡើងតាមច្បាប់របស់ប្រទេសស្រីលង្កាក្នុងសង្គ្រាមរយៈពេល3ទសវត្សរ៍ដែលទើបបិទបញ្ចប់កាលពីឆ្នាំ2009វាបានសម្លាប់មនុស្សប្រមាណជា 10,000 នាក់ប៉ុន្តែអំបូរជនជាតិដើមភាគតិចខ្លាតាមិលត្រូវបានរកឃើញថាជាក្រុមមនុស្សដែលរងគ្រោះខ្លាំងជាងគេដោយសារសង្គ្រាមស៊ីវិលទាំងសហរដ្ឋអាមេរិកនិងអង្គការសហប្រជាជាតិទទូចថារដ្ឋាភិបាលរបស់លោកសេរីសេណាត្រូវនាំជនអ ுக ្រិតមកផ្ដន្ទាទោសកាលពីអំឡុងនៃការគ្រប់គ្រងរបស់អតីតប្រធានាធិបតីមហិណ្ឌារ៉ាយ៉ាប៉ាសេកអង្គការសហប្រជាជាតិក៏បានជំរុញឲ្យមានការស៊ើបអង្កេតដូចនេះដែរប៉ុន្តែបុរសខ្លាំងរូបនេះបានបដិសេធសំណើហើយមិនតែប៉ុណ្ណោះលោកមិនបើកឲ្យមានការស៊ើបអង្កេតក្នុងស្រុកឡើយតាមរបាយការណ៍របស់ក្រមសិទ្ធិមនុស្សអង្គការសហប្រជាជាតិភាគច្រើនជនជាប់ពាក់ព័ន្ធទៅនឹងឧក្រិដ្ឋកម្មសង្គ្រាមជាឧត្តមសេនីយ៍ដែលស្និទ្ធទៅនឹងលោកមហិណ្ឌា
មានអង្គការសហប្រជាជាតិកោតទោសលើការសម្លាប់មេដឹកនាំគណៈបកប្រឆាំងនៅបូរុនឌីក្រឡេកមកឯព័ត៌មានអន្តរជាតិពីគេហទំព័រសម្លេងសហរដ្ឋអាមេរិក VOA បានចុះផ្សាយឲ្យដឹងថាលោកអគ្គលេខាធិការអង្គការសហប្រជាជាតិលោកបានគីមូនបានថ្កោលទោសការធ្វើឃាតមេដឹកនាំប្រឆាំងនៅក្នុងប្រទេសបូរុនឌីនៅក្នុងទ្វីបអាហ្វ្រិកហើយលោកបានសុំដល់ភាគីទាំងអស់ជៀសវាងកុំធ្វើអំពើហិង្សាហើយធ្វើការដើម្បីដោះស្រាយបញ្ហានយោបាយរបស់ប្រទេសគេហទំព័រសម្លេងសហរដ្ឋអាមេរិក VOA ដដែលនេះបានបញ្ជាក់ឲ្យដឹងតាមរយៈលោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានគីមូនបានមានប្រសាសន៍ថាការធ្វើឃាតកាលពីថ្ងៃសៅរ៍ទៅលើលោក Zedi Feruzi មេដឹកនាំគណៈបក UPD បានគំរាមកំហែងធ្វើឲ្យការមិនទុកចិត្តគ្នាចាក់ឫសនៅក្នុងប្រទេសបូរុនឌីនិងនាំឲ្យមានអំពើហិង្សាថែមទៀតនៅក្នុងសេចក្តីថ្លែងការណ៍មួយលោកបានគីមូនបានសុំដល់អាជ្ញាធរប្រទេសបូរុនឌីឲ្យចាត់វិធានការដើម្បីបញ្ជាកុំឲ្យមានការធ្វើឃាតកម្មខាងនយោបាយហើយលោកបានអំពាវនាវឲ្យមានការចូលរួមយ៉ាងពេញលេញនៅក្នុងកិច្ចចរចាគ្នាដែលបានត្រូវសម្រួលដោយលោក Seth Dijanis អ្នកតំណាងពិសេសអង្គការសហប្រជាជាតិនិងក្រុមអ្នកសម្របសម្រួលនៅអាហ្វ្រិកលោក Feruzi បានត្រូវធ្វើឃាតជាមួយអង្គរៈម្នាក់របស់លោកនៅក្នុងការបាញ់កាំភ្លើងពីឡានកំពុងបើកនៅក្នុងរដ្ឋធានី Bujumbura ការធ្វើឃាតលោក Feruzi ជាហេតុការណ៍ថ្មីបំផុតក្នុងបណ្ដាឧបទ្ទហេតុឃោរឃៅមួយចំនួនចាប់តាំងពីពេលដែលប្រធានាធិបតី Nkurunziza បានប្រកាសថាលោកនឹងឈរឈ្មោះសម្រាប់អាណត្តិទី3នៅក្នុងការបោះឆ្នោតប្រធានាធិបតីនាខែក្រោយលោកអ្នកនាងជាទីមេត្រីព័ត៌មានសង្ខេបរបស់នាងខ្ញុំនៅពេលនេះបានមកដល់ទីបញ្ចប់ហើយនាងខ្ញុំរស់មារីយ៉ាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអ្នកនាងដែលបានទស្សនាកម្មវិធីនេះតាំងពីដើមរហូតដល់ទីបញ្ចប់សូមអរគុណសូមជម្រាបលា